Hello សួស្តីអ្នកទាំងអស់គ្នានេះយើងមាន keyboard មក brand ទៀតហើយដែលចង់យកអ្នកយើងទាំងអស់គ្នាហើយ brand ហ្នឹងដែរគឺជា brand របស់ Xiaolang ដែល logo របស់វានោះគឺ K100ហើយសម្រាប់ keyboard ហ្នឹងដែរទាំងលេង game ទាំងធ្វើការគឺប្រើប្រាស់បានទាំងពីរអញ្ចឹងយើងនឹងមកដឹងពី spec របស់ keyboard នេះបន្តិច keyboard នេះគឺជាប្រភេទ keyboard ដែលមាន size 98% ហើយក៏ជាប្រភេទ main brand keyboard ផងដែរដែលវាស្ងាត់ងាយស្រួលក្នុងការប្រើប្រាស់និងអត់មានសំឡេងរំខានទេហើយបើនិយាយពីថ្មរបស់គេវិញគឺកាន់បានរហូតដល់12ម៉ោងងាយស្រួលក្នុងការប្រើប្រាស់ជាប្រចាំថ្ងៃបានតែម្ដងសម្រាប់ connection របស់គេវិញគឺប្រើប្រាស់បានរហូតដល់3 connection មាន USB wireless USB Type C ហើយនិង Bluetooth ចូលមកកាន់ការ design របស់ keyboard model នេះវិញគឺគេ design មក size នេះដែលជាប្រភេទពណ៌ gradient ហើយ keycap របស់គេវិញក៏ជាប្រភេទ side print ផងដែរដែលមានអក្សរនៅខាងក្រោមនេះហើយក៏គេបានភ្ជាប់មកជាមួយនឹង knob controller នៅខាងលើនេះដែល knob controller នេះតួនាទីរបស់វានោះគឺកំណត់ទៅលើ function មួយចំនួនរបស់ keyboard ដូចជាកំណត់ពន្លឺរបស់ keyboard និងបន្ថែមបន្ថយសំឡេងនៅបទចម្រៀងផងដែររីឯ button ទាំង3ដែលគេបានភ្ជាប់មកជាមួយនឹង keyboard ដែលនៅជិត knob controller នេះគឺគេកំណត់ទៅលើការសេរីបទចម្រៀងទៅមុខឬទៅក្រោយចំណែកនៅផ្នែកខាងលើរបស់ keyboard វិញក៏គេបានភ្ជាប់មកជាមួយនឹង run bar Type C ចំនួន1ហើយនិង button ដែលកំណត់ទៅលើ connection រីឯនៅផ្នែកខាងក្រោយរបស់ keyboard វិញគឺគេបានភ្ជាប់មកជាមួយនឹងដុំ USB wireless ចំនួន1នៅផ្នែកខាងក្រោយនេះខ្ញុំខ្ញុំបដូរឲ្យអ្នកនរគ្នាមើលនេះគឺជាដុំ USB wireless ដែលគេបានភ្ជាប់នៅផ្នែកខាងក្រោយរបស់ keyboard ហើយសម្រាប់ keyboard ហ្នឹងដែរក៏គេបាន design មកដែលភ្ជាប់មកជាមួយនឹងភ្លើង RGB ផងដែរអញ្ចឹងអីដែលខ្ញុំស្រឡាញ់ពី keyboard model នេះគឺការ design របស់វាដែលជាប្រភេទពណ៌ gradient គឺវាប្លែកភ្នែកខ្លាំងមែនតើហើយគេបានភ្ជាប់មកជាមួយនឹង knob controller និង button ទាំង3នេះដែលអាចកំណត់ទៅលើ function មួយចំនួនរបស់ keyboard បានច្រើនក្រៅពី keyboard ទាំងអស់គ្នានឹងទទួលបាននូវ accessory មួយចំនួនដូចជាខ្សែ Type C ចំនួន1និងសៀវភៅ nano ចំនួន1ផងដែរអញ្ចឹងសរុបមកសម្រាប់ keyboard model នេះក៏ខាងពួកយើងមាន warranty ជាអ្នកនរគ្នាផងដែរពីមួយអាទិត្យរហូតដល់1ឆ្នាំហើយបើនិយាយពីតម្លៃរបស់គេវិញនោះគឺត្រឹមតែ$25តែប៉ុណ្ណោះអញ្ចឹងអរគុណអ្នកនរគ្នាសម្រាប់ការទស្សនាជួបគ្នានៅវីដេអូក្រោយបាយបាយ